ជំរាបសួរពុកម៉ែបងប្អូនមកកាន់ Channel ស្រីនៃនិទានរាត្រីម្ដងទៀតហើយថ្ងៃនេះនាងខ្ញុំមានរឿងពិតមួយរឿងយ៉ាណូជានិស្សិតនៅសាលាវិទ្យាល័យនៅសៀមរាបស៊ីកូនក្រមុំអ្នកលក់ចាប់ហួយតោះបងប្អូនរីករាយសន្តាប់យ៉ាណូជាសិស្សនៅវិទ្យាល័យមួយនៅក្រុងសៀមរាបឆ្នាំនេះមានអាយុ18ឆ្នាំត្រឹមជាកូនតូលក្នុងគ្រួសារម្ដាយរបស់គេជាអ្នកលក់ដូរទំនិញនៅផ្ទះអ្វីដែលពិសេសគឺជាបរិះអូរីស៊ីនដោយអ្នកនិពន្ធដែរហាហារាល់ពេលទំនេរពីការសិក្សាយ៉ាណូតែងតែមកជួយការងារក្នុងផ្ទះជានិច្ចជាក្មេងមិនដែលដើរលេងដាច់យប់ស្រីញីអូនបងនួយឡាយតែជាចោះក្នុងបន្ទប់ទឹកបានចិត្តអស់ហើយមានថ្ងៃមួយកំពុងតែម៉ាម៉ាញឹកជាមួយការលក់ដូរទំនិញម្ដាយរបស់យ៉ាណូក៏និយាយទៅកាន់កូនប្រុសថាយ៉ាណូកូនយកវិក័យប័ត្រទាំងអស់នេះទៅផ្សារលើទាលួយគេហើយទិញទំនិញខ្លះមកផងម៉ាក់ក៏ដាក់ក្នុងនោះរួចហើយបាទយ៉ាណូក៏យកវិក័យប័ត្រពីម្ដាយហើយដាក់ក្នុងកូនកាបូបស្ពាយតូចមួយដើរឡើងលើម៉ូតូជិះទៅផ្សារលើតាមម្ដាយប្រាប់យ៉ាណូដើរទៅទាលួយគេបាំងអស់ទៅចូលទិញអ៊ីវ៉ាន់ពីដោយផ្ទះដេប៉ូលើកទំនិញដ៏ធំមួយនៅផ្សារលើយ៉ាណូចតម៉ូតូរួចដើរចូលទៅក្នុងដើម្បីទិញទំនិញអ្នកលក់ទំនិញក៏សួរថាពូទិញអីបាទខ្ញុំបានតែប៉ុណ្ណេះស្រាប់តែកាំងគេមើលមុខកូនស្រីអ្នកលក់ដែលមានមុខសស្ដាតបែបកូនចៅច័ន្ទសាច់សម៉ត់សក់វែងខ្មៅលេក្រហមតិចៗហើយគៀបត្រង់ដោយមានរបៀបនាងនោះពាក់អាវយឺតពណ៌សជាមួយនឹងខោខូប៊យជើងវែងមើលទៅឲ្យស្រលូនស្គមមិនស្គមថត់មិនថត់យ៉ាណូឈរមើលគេឡើងភ្លេចខ្លួនសំបីរួយទុំក៏មិនបកផងធ្វើឲ្យនាងអ្នកលក់ចង់អៀនហើយសួរថាអេពូមើលអីហ្នឹងបាទញោមទិញអ៊ីវ៉ាន់ទិញអីខ្លះពូយ៉ាណូបេះដូងលោតខំចង្វាក់ដុកដាក់ដង្ហើមសឹងមិនដល់គ្នាហើយគេហុចក្រដាសឲ្យអ្នកលក់ពូបងទាលួយនឹងខ្ញុំមានជំពាក់ពូដែរយ៉ាណូទាញបងមកមើលទើបដឹងថាហុចឲ្យគេច្រឡំមើលមុខយ៉ាណូឡើងស្លេកគេដូចជាភ័យណាស់រើបងរកមើលទាំងញ័រដៃសឹងតែមិនឃើញធ្វើឲ្យអ្នកលក់ញឹមសើចនឹងយ៉ាណូមកសន្ទុះទៅក្រោយពីទិញទំនិញហើយគេក៏ចង់ទំនិញដាក់លើម៉ូតូដោយនាងអ្នកលក់មកជួយតបភ្លាមនោះម្ដាយនាងក៏ហៅអាមួយរួចនៅមកនេះជួយម៉ាក់តិចយ៉ាណូមើលមុខនាងហើយសេវឈ្មោះដាក់មេមរីបេះដូងជាប់ចង់ទំនិញរួចយ៉ាណូជិះម៉ូតូមកវិញញញឹមផងស្រមៃមុខគេផងទន្ទិញឈ្មោះគេផងអូនមួយអូនស្អាតណាស់តាមផ្លូវជាប់មិនដាច់រហូតដល់ផ្ទះចាប់ពីថ្ងៃនោះមកយ៉ាណូតែងតែសួរម្ដាយជានិច្ចថាត្រូវទៅផ្សារធំអត់ហើយគេក៏คล้ายទៅជាមួយទំនិញផ្ទះស្រីស្អាតអូនមួយជាប់ទោះបីឈើចាក់ធ្មេញក៏ទៅទិញដល់ផ្សារធំដែរដោយឧបនិស្ស័យដែលអ្នកនិពន្ធប្រទានហាឲ្យមួយចាស់គេទាំងពីរនាក់ក៏คล้ายទៅជាសង្សារនឹងគ្នាដោយឪពុកម្ដាយមិនដឹងការណាត់ជួបដោយលួចលាក់ការបង្កើតអនុស្សាវរីយ៍ជាមួយគ្នាយ៉ាណូនិងអាមួយសប្បាយចិត្តរៀងខ្លួនថ្ងៃមួយយ៉ាណូទៅទិញទំនិញនៅផ្ទះអាមួយដោយសប្ដងចៃដន្យថ្ងៃនោះគ្មាននរណាម្នាក់នៅផ្ទះទាល់តែសោះបើតូបឥតលក់យ៉ាណូនិងអាមួយក៏អង្គុយជជែកគ្នានៅក្រោយផ្ទះកំពុងតែជជែកគ្នាស្រាប់តែចង្រៃសត្វឡើងខ្លួនអាមួយហើយចូលទៅក្នុងអាវ
ធ្វើឲ្យនាងស្រែកយាយជួយផងសัตว์ឡាងធំណាស់ហេនាងយំផងលោតរលាក់ផងតែមិនជ្រក់នាងក៏យកដៃវ៉ាស់ក៏មិនដល់ចំណែកយ៉ាណូមិនដឹងជួយយ៉ាងម៉េចឈរភ័យមើលអាមួយលោតម្នាក់ឯងហើយនិយាយទាំងភ័យថានៅណាបងមើលមិនឃើញទេមិនដឹងធ្វើយ៉ាងម៉េចអាមួយក៏ដោះអាវយឺតចេញតើបយ៉ាណូមើលឃើញតុកែប៉ាប៉ុណ្ណានេះតោជាប់ក្នុងអាមួយកែឃើញភ្លាមក៏ផ្លាត់មាត់ថានោះតុកែធំណាស់អាមួយគ្រាន់តែលើតុកែស្រែកយំកាន់តែខ្លាំងលោតកាន់តែខ្លាំងជួយផងហេយ៉ាណូក៏តេះមួយដៃធ្លាក់តុកែរត់កាត់មុខអាមួយឃើញតុកែរត់កាត់មុខនាងភ័យណាស់ងាកខ្លួនលោតតោងក៏យ៉ាណូជាប់ពីមុខយ៉ាណូអោបអាមួយជាប់ហើយនិយាយថាវាជ្រុះហើយកុំភ័យកែតេះស្មាអាមួយតិចបែបលួងអាមួយដឹងថាតុកែជ្រុះបាត់ហើយខ្លួនមិនដឹងទៅអបយ៉ាណូពីកាលនាងអៀនហើយក៏ដកខ្លួនចេញពីយ៉ាណូស្រាប់តែអាវវ៉ែនតានាងជ្រុះទុកមកក្រោមពេលយ៉ាណូទះតុកែលើក្នុងអាមួយដោយទះគន្លឺអាវរបូតយ៉ាណូមើលឃើញកូនភ្នំតូចមួយរបស់អាមួយយកដៃខ្ទប់ហើយស្រែកថាបងឯងមើលអីយ៉ាណូតបអត់មានមើលអីហឹងហើយងាកមុខចិនឲ្យអាមួយរើសអាវមកពាក់មិនបានប៉ុន្មានផងអាតុកែនោះរត់មកទៀតអាមួយស្រែកយាយលោតអបយ៉ាណូមកទឹមហឹងដូលផ្ងាទៅក្រោយដោយអាមួយនៅពីលើហើយមុខរបស់យ៉ាណូផ្ទប់នឹងភ្នំផ្លោះអាមួយធ្វើឲ្យកែដកដង្ហើមមិនបានពេលនោះយ៉ាណូក៏ចាប់អាមួយអបហើយហាម៉ាត់ខំតិចទៅលើជុំភ្នំរបស់អាមួយស្រែកហើស្ដីឲ្យយ៉ាណូបងឯងធ្វើអីហ្នឹងតែយ៉ាណូនៅតែបន្តសកម្មភាពរបស់គេដោយបើកជញ្ជប់ក្រលៀតអណ្ដាតចុះឡើងហើយយកដៃប្របាច់តិចធ្វើឲ្យនារីក្រមុំកូនកាត់ចិនព្រឺសម្បូរខ្ញាក់ធ្ងរហើយ៉ាណូក៏បង្វិលអាមួយឲ្យមកក្រោមដោយគេយកដៃទាំងទ្វេតែច្របាច់ថ្មមកលើសដុនទាំងគូរបស់នាងហើយគេចាប់ផ្ដើមថប់ស្រង់ក្លិនយ៉ាងក្រអូនពីផែនថ្ពាល់ទាំងគូរួចទៅផ្ដិតមាត់លើបបរមាត់ដស្ទើពណ៌ក្រហមគេបង្ហើបមាត់បន្តិចដោយលោកអណ្ដាតចូលទៅប៉ះអណ្ដាតអាមួយយ៉ាណូបើកភ្នែកមើលអាមួយបាត់ភ្នែកឲ្យជិតឈឹងលេងមាត់មួយម៉ាត់យ៉ាណូដឹងថានាងកំពុងតែស្លុំអារម្មណ៍ទៅក្នុងរណ្ដៅស្នេហ៍ហើយគេក៏លូកដៃទៅក្រោមច្របាច់គូតនាងបង្ហើបមាត់ហើយនិយាយថែងបិទភ្នែកថាកុំអីបងយ៉ាណូអូនស្រោណាអស់ពីច្របាច់ប្រកាន់ធីងយ៉ាណូក៏លូកដៃចូលទៅក្នុងខោខាងក្រោយហើយបង្វិលមកដោយឲ្យអាមួយកេងផ្ងាលើខ្លួនគេតែត្រូវនាងចាប់ដៃជាប់ហើយគេក៏ដកដៃកេងវិញមើលចោះនាងអេនខ្លួនឡើងភឹងទ្រួងក្លាបនៃកំបិចគូតរបស់នាងទៅសង្កាត់ចំក្រលៀនរបស់យ៉ាណូធ្វើឲ្យនាការ៉ាយនិងលអាងទេពនៅតល់មុខគ្នាយ៉ាណូយកដៃអង្អែលលើក្បាលពោះនាងហើយគិតក្នុងចិត្តថាអាយ៉យហេតុអីបានជាក្បាលពោះនាងស្មោះថេងហើយរលំដល់ថ្នាក់នឹងអស់ពីអង្អែលក្បាលពោះគេក៏លក់ចោលម្ដងទៀតតែម្ដងនេះលោកជានាងមិនចាប់អារម្មណ៍យ៉ាណូលក់ទៅប៉ះថ្មដែលមានដោះស្មោរួយបែបរំត្រឡាចគេលក់ចោលបន្តិចទៀតទៅប៉ះមាត់លអាងមើលចោះប្រហែលជាបែកទៅយកកំបៃណាហើយបានទឹកលហើយលហឹមដូចនេះគេយកបាតដៃទៅអង្អែលលើកំពកទំនាបមាត់លអាងហើយច្រមុះគេថប់កញ្ចឹងកនាងអាមួយធ្ងរហើយ៉ាណូក៏លួចប្រឡាក់លាវខោនាងម្ដងមួយរហូតដល់អស់ហើយគេក៏ចាប់សម្រាតនាងពីខាងក្រោយឲ្យលេចគូតមកលើកណ្ដាលវាលគេភើងចង្កា
ដល់មួយតួបងថតពីក្រោមដោយនាការ៉ាតនៅជាប់សំណាញ់នៅឡើយមិនអោយខាត់ពេលយូរយ៉ាណូក៏លូកដៃមួយទៅរួតខោហើយទាញដំបងមកក្រោយគេភើងចង្កែម្ដងទៀតឲ្យនាការ៉ាតទៅញើប៉ាក់គៀមល្អាតពេលនោះអាមួយដូចដឹងខ្លួនក៏ស្រែកថាបងយ៉ាណូកុំអីច្រាច់យ៉ាណូសោកចូលក្បាលបាត់ទៅហើយអាមួយធ្ងោហឺច្របាច់ខោយ៉ាណូជាប់យ៉ាណូក៏ភៀងនាងឲ្យមកចំហៀងហើយសោកតិចអាមួយស្រែកហឺឈឺណាស់បងឈឺណាស់ឈប់ទៅតែយ៉ាណូនៅតែព្យាយាមបញ្ជូននាការ៉ាតបន្តដោយប្រើរបៀបញលដករហូតបានពាក់កណ្ដាលអូយអាមួយយកដៃរុញយ៉ាណូចេញតែយ៉ាណូនៅតែខំរកទៅមុខទៀតបានច្រើនជាងមុនគេក៏ចាប់ផ្ដើមញាក់តិចញាប់ជាងមុខអាមួយចាប់ផ្ដើមធ្ងោហឺបែបដូចស្រួលតែយ៉ាណូក៏ឈឺមិនតិចដែរពេលនោះគេវាយបណ្ដើគេមើលបណ្ដើឃើញហៀទឹកមកក្រហាមពណ៌ផ្កាឈូកចាស់រាងក្រហមច្រាវតែគេមិនចាប់អារម្មណ៍ភ័យនោះទេដៃគេទាំងពីរចាប់ភ្នំហើយសោកមួយរហូតជិតដល់ចង្វាច់កំពូលគេក៏ដោះចេញឲ្យណាគ្រប់ប្រោះពះចេញក្រៅមួយសន្ទុះក្រោយអាមួយក៏ស្ទុះក្រោកហើយតែកំភៀងយ៉ាណូមកដៃរួចប្រមូលខោអាវរត់ចូលក្នុងផ្ទះបាត់យ៉ាណូមុខក្រហមស្នាមបាតដៃហើយមិនហ៊ានចូលទៅនិយាយទេគេស្លៀកពាក់រួចឡើងម៉ូតូមកផ្ទះទាំងសោកសៅយប់ឡើងយ៉ាណូទូរស័ព្ទទៅដើម្បីសុំទោសអាមួយអាឡូមួយឲ្យបងសុំទោសរឿង2ថ្ងៃយឺមើលតែបត់ប្រាប់សវត្ថមិននឹកស្មានថាបងអញហ៊ានធ្វើចឹងសោះសុំទោសបងពិតជាគ្មានបំណងធ្វើចឹងទេដោយសារអូនដួលមកលឺបងទេហើយបងក៏មិនដឹងថានេះអូនឯងមកនៅចំមាត់បងដែរបងហាមកដកដង្ហើមតាពីណាដឹងថាវាចូលក្នុងមាត់បងទៅបាទចឹងអូនអត់ខឹងបងទេហ៎អូនមិនខឹងទេតែបងត្រូវតែឈប់និយាយបងសន្យាសំខាន់កុំអោយតែអូនខឹងបានហើយការទំនាក់ទំនងក្នុងនាមជាសង្សារមិនបានប៉ុន្មានរឿងស្នេហារបស់គេទាំងពីរនាក់ក៏ដឹងឮដនចាពួកគេក៏ចាប់ពាក់គ្នាជាមុនព្រោះចាំពួកគេរៀនចប់ទើបរៀបការឲ្យពួកគេតែម្ដងចប់សូមជួយ Subscribe Channel ម្នាក់មួយផងចាសូមអរគុណ